សូមជម្រាបសួរប្រិយមិត្តនៅក្នុងវីដេអូនេះខ្ញុំបាទនឹងលើកឡើងអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលពាក់ព័ន្ធទៅនឹងព្រះរាជវង្សានុវង្សខ្មែរនាសម័យចេនឡាដែលបានទៅគ្រប់គ្រងរក្សានៅទឹកដីប្រទេសថៃសពថ្ងៃដែលកាលនោះមិនទាន់មានពួកចៅឈ្លានពាននេះនៅឡើយទេបើយោងតាមកំណត់ត្រាចិនចាប់ពីសម័យព្រះរាជាណាចក្រភ្នំរាជអំណាចខ្មែរយើងបាននៅបន្តគ្រប់គ្រងទឹកដីភាគច្រើនដែលពួកសៀមគ្រប់គ្រងសពថ្ងៃនោះដល់កាលនោះមិនទាន់មានវត្តមានពួកចៅឈ្លានពាននេះនៅឡើយទេរហូតមកដល់សម័យចេនឡានៅពេលដែលខ្មែរយើងនិយមចាររឿងរ៉ាវនៅលើសិលាចារឹកក៏បានប្រាប់យើងឲ្យដឹងថាមានព្រះរាជវង្សានុវង្សយ៉ាងហោចណាស់4អង្គនាសម័យចេនឡាត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ឲ្យទៅអភិបាលគ្រប់គ្រងទឹកដីទាំងនោះក្នុងនាមជាព្រះរាជសេនាធិការជំនួសឲ្យរាជអំណាចព្រះមហាក្សត្រខ្មែរយើងដូច្នេះប្រិយមិត្តចង់ដឹងថាព្រះរាជវង្សានុវង្សខ្មែរនាសម័យចេនឡាទាំង4អង្គនោះមានព្រះនាមអ្វីខ្លះហើយមានព្រះរាជជីវប្រវត្តិយ៉ាងណាខ្លះនោះសូមប្រិយមិត្តរីករាយទស្សនានិងស្ដាប់វីដេអូនេះដូចតទៅតែសូមកុំភ្លេចជួយ follow Facebook page Subscribe YouTube Channel ហើយក៏ដូចជាសូមគាំទ្រដល់ខ្ញុំបាទខ្លះផងបាទសូមអរគុណបាទព្រះរាជវង្សានុវង្សខ្មែរទី1នោះគឺព្រះអង្គម្ចាស់ចត្រសេនៈដែលអនាគតគឺព្រះបាទមហិន្ទ្រវរ្ម័នទី1ចត្រសេនៈគឺជាព្រះនាមកាលមិនទាន់ឡើងគ្រងរាជហើយនៅពេលទ្រង់ឡើងគ្រងរាជព្រះអង្គក៏មានព្រះបរមនាមសម្រាប់រាជថាវរៈកំរតាងអញស្រីមហិន្ទ្រវរ្ម័នឬព្រះបាទមហិន្ទ្រវរ្ម័នទី1នៅក្នុងសៀវភៅប្រវត្តិសាស្ត្រខ្មែរសរសេរថាព្រះបាទមហិន្ទ្រវរ្ម័នទី1អំឡុងរជ្ជកាលព្រះបាទភវវរ្ម័នទី1ដែលជាសម្ដេចព្រះរាមចាប់ពីឆ្នាំ580ដល់598ព្រះអង្គម្ចាស់ចត្រសេនៈដែលជាព្រះអនុជគឺជាមហាសេនាបតីឬជាប្រមុខកងទ័ពហើយបានប្រកាសស្មារតីដឹកនាំកងទ័ពធ្វើចម្បាំងគ្រប់ទិសទីដើម្បីបង្រួបបង្រួមក្រុមកុលសម្ព័ន្ធក្សត្របុរៈឬស្ដេចត្រាញ់នៅតាមតំបន់ព្រមទាំងបានវាយបង្ក្រាបកម្លាំងប្រឆាំងចុងក្រោយរបស់អតីតនគរភ្នំនៅភាគខាងត្បូងប្រទេសប្រិយមិត្តអាចមើលគំនូសតាំងមេឃធាងព្រះមហាក្សត្រខ្មែរនាសម័យចេនឡានេះបានដែលខ្ញុំបានគូសវាសជាយូរមកហើយដើម្បីឲ្យបានយល់ពីរបបព្រះមហាក្សត្រនិងព្រះរាជវង្សានុវង្សខ្មែរនាសម័យចេនឡាគិតចាប់ពីព្រះបាទរុទ្រវរ្ម័នដែលជាព្រះមហាក្សត្រចុងសម័យព្រះរាជាណាចក្រភ្នំហើយដែលមានទំនាក់ទំនងនឹងជាបុព្វបុរសរបស់ព្រះមហាក្សត្រនាសម័យចេនឡាយោងតាមខ្លឹមសារសិលាចារឹកព្រះបាទភវវរ្ម័នទី1ដែលជាព្រះរាមនិងព្រះអង្គម្ចាស់ចត្រសេនៈដែលជាព្រះអនុជបានឆ្លងកាត់សមរភូមិជាច្រើននៅលើទឹកដីភាគខាងត្បូងប្រទេសលាវសពថ្ងៃប្រទេសកម្ពុជាភាគឦសាននិងភាគខាងកើតប្រទេសសៀមនិងទឹកដីកម្ពុជាក្រោមផងដែរយើងបានដឹងពីព្រឹត្តិការណ៍សង្គ្រាមនិងជ័យជំនះរបស់ពួកទ្រង់គឺតាមរយៈសិលាចារឹកមួយចំនួនដូចជាសិលាចារឹកការ359ជាភាសាសំស្ក្រឹតហើយគ្មានកាលបរិច្ឆេទនៅវាលកន្ទេលនៃខេត្តស្ទឹងត្រែងសពថ្ងៃសិលាចារឹកច័ន្ទនគរការ363នៅខេត្តចម្ប៉ាសាក់ប្រទេសលាវសពថ្ងៃសិលាចារឹកស្រីទេពការ978នៅខេត្តពេជ្របុរប្រទេសសៀមសិលាចារឹកបមូលការ496នៅខេត្តឧត្តបលរាជធានីឬខេត្តឧបលរាជធានីនៃប្រទេសសៀមសពថ្ងៃសិលាចារឹកការ151នៅក្រុមប្រាសាទរបងរមាសនៃតំបន់ប្រាសាទសម្បូរព្រៃគុកខេត្តកំពង់ធំសពថ្ងៃផងដែរម្យ៉ាងទៀតតាមរយៈបុរាណស្ថាននិងប្រាសាទបុរាណខ្មែរនាសម័យចេនឡាដែលបន្សល់ទុកនៅលើទឹកដីសៀមដែលដើមឡើយជាទឹកដីរបស់ខ្មែរយើងផងនិងការគោរពបូជាចំពោះព្រះអង្គម្ចាស់ចត្រសេនៈពីសំណាក់ប្រជាជននៅភាគឦសានប្រទេសសៀមសពថ្ងៃផងនោះក៏ឲ្យយើងយល់បានថាកាលព្រះបាទមហិន្ទ្រវរ្ម័នទី1មិនទាន់ឡើងគ្រងរាជ្យពលគឺពេលនៅជាព្រះអង្គម្ចាស់ចត្រសេនៈគឺព្រះអង្គទទួលព្រះរាជអង្គការឲ្យទៅកាន់កាប់រក្សាទឹកដីទាំងអស់នោះពលគឺចាប់ពីភាគខាងក្រោមទន្លេមូលភាគខាងត្បូងប្រទេសលាវភាគខាងកើតនិងភាគឦសានប្រទេសសៀមសពថ្ងៃយ៉ាងហោចណាស់ក៏ទៅដល់តំបន់ស្រីទេពនៃខេត្តពេជ្របុរនៃប្រទេសសៀមឬហួសពីនេះទៅទៀតយើងអាចចាត់ទុកទឹកដីនៅប្រទេសសៀមនេះជាភាគខាងលិចនៃកម្ពុជាទេសៈនាសម័យចេនឡាខណៈភូមិភាគធំទាំងនេះគឺជាមរតកដើមរបស់ខ្មែរតាំងពីសម័យព្រះរាជាណាចក្រភ្នំមកម្លេះនៅឆ្នាំ600នៃគ្រិស្តសករាជឯកសារខ្លះថា607នៃគ្រិស្តសករាជព្រះអង្គម្ចាស់ចត្រសេនៈក៏បានឡើងស្នងរាជបន្តពីព្រះបាទភវវរ្ម័នទី1ដែលជាសម្ដេចព្រះរាមហើយព្រះអង្គក៏នៅតែបន្តការគ្រប់គ្រងនៅលើទឹកដីទាំងអម្បាលម៉ានខាងលើនោះដដែល
ប្រិយមិត្តជាទីមេត្រីនៅខេត្តក្រចេះយើងសពថ្ងៃគឺមានស្រុកមួយឈ្មោះថាស្រុកចិត្តបុរីដែលបានមកពីព្រះនាមរបស់ព្រះអង្គម្ចាស់ចត្រសេនៈនេះឯងដើម្បីរំលឹកនៅប្រវត្តិសាស្ត្រក៏ដូចជាវីរភាពរបស់ទ្រង់តាំងពីជិត1400ឆ្នាំមុននោះមកម្ល៉េះអរគុណប្រិយមិត្តចំពោះការតាមដានវីដេអូនៅភាគមួយនេះនៅភាគបន្ទាប់ខ្ញុំនឹងលើកឡើងអំពីព្រះនាមព្រះរាជវង្សានុវង្សនាសម័យចេនឡាដែលបានទៅគ្រប់គ្រងលើទឹកដីប្រទេសថៃសពថ្ងៃហើយសូមបញ្ជាក់ថានៅសម័យនគរភ្នំសម័យចេនឡាដើមសម័យអង្គរគឺមិនទាន់មានពួកសៀមដែលជាពួកឈ្លានពាននេះនៅឡើយទេរហូតមកដល់ចុងសម័យអង្គរទើបពួកនេះអាចបង្កើតរដ្ឋខ្លួនឯងបាន